បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះពូភ្លោះនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទៅមើលនៅឯប្រទេសប្រេស៊ីលដោយមាននារីម្នាក់គាត់បានស្លាប់នៅក្នុងអបតហេតុការជិះលេងកំសាន្តនៅរមណីយដ្ឋានមួយនៃប្រទេសប្រេស៊ីលដែលយើងហៅថា Benji Jumping ពេលនោះ Mary Frita ដែលទើបតែមានអាយុ21ឆ្នាំដោយបរិប3នាក់នៅឯរមណីយដ្ឋានកំសាន្តដែលជាបុគ្គលិកពួកគាត់បានផ្លិចគប់ជាមួយនឹងខ្សែកន្លឹះសុវត្ថិភាពជូននាងហើយបានទម្លាក់នាងចោះទៅក្រោមដែលមានកម្ពស់ប្រមាណជា40ម៉ែត្រឯណោះអូពិតជាចូលរួមសោកស្ដាយទៅដល់ក្រុមគ្រួសាររបស់ Mary Frita ដែលបានបាត់បង់សមាជិកគ្រួសារដែលនាងទើបតែមានអាយុ21ឆ្នាំទេហើយនេះក៏ជាព័ត៌មានមួយហើយក៏ជាបទពិសោធន៍មួយសម្រាប់ពុកម៉ែបងប្អូនបើសិនជាធ្វើដំណើរកំសាន្តទៅក្រៅប្រទេសសូមឲ្យមានការប្រុងប្រយ័ត្នបើមានការជិះជាមួយនឹងល្បែងកំសាន្តមិនថាការជិះកន្ត្រកខ្ពស់សម្រូតខ្លួនយ៉ាងណាទេសូមមើលជាមួយនឹងខ្សែសុវត្ថិភាពជួនកាលបើយើងຕົកចិត្តជាមួយពួកគាត់អញ្ចឹងធ្វើឲ្យមានការធ្វេសប្រហែសបន្តិចហ្នឹងបាត់បង់អាយុជីវិតភ្ញៀវទេសចរណាដូចនេះហើយសូមពុកម៉ែបងប្អូនទៅដំណើរកំសាន្តទីចិត្តទីឆ្ងាយនោះសូមឲ្យពុកម៉ែបងប្អូនមានការប្រុងប្រយ័ត្នដោយខ្លួនឯងផងដែរមានតែការប្រុងប្រយ័ត្នខ្លួនឯងទើបមានសុវត្ថិភាពជូនខ្លួនឯងបាទហើយរឿងនេះគឺកើតឡើងនៅឯប្រទេសប្រេស៊ីលនៅទីក្រុង Limeira កើតឡើងនៅថ្ងៃទី13ខែមិថុនាឆ្នាំ2026អញ្ចឹងជាចុងក្រោយពូភ្លោះសន្យាថានឹងនាំយកវីដេអូផ្សេងៗក្នុងពិភពលោកជូនពុកម៉ែបងប្អូនអញ្ចឹងមុននឹងជម្រាបលាពុកម៉ែបងប្អូននោះពូភ្លោះសូមណែនាំជាមួយនឹងកាហ្វេ 8K7 កាហ្វេ 8K7 គឺពូភ្លោះញ៉ាំជារៀងរាល់ថ្ងៃជាប្រចាំតែម្ដងដើម្បីទទួលបានរូបរាងដ៏ស្រស់ស្អាត Swell Slim ហើយពូភ្លោះសន្យាថាវិលត្រឡប់នៅវីដេអូក្រោយៗទៀតសូមជម្រាបលាបាយបាយ